រឿងពិតដ៏គួរឲ្យរន្ធត់នៅពីក្រោយខ្នងនៃឃាតកម្មសេរីលក្មេងស្រីដ៏ស្លូតត្រង់ម្នាក់ដែលបានឆ្លងកាត់កុមារភាពដ៏សាហាវព្រៃផ្សៃរហូតដល់ក្លាយជាឃាតករសេរីលស្រីដែលមានអាយុក្មេងជាងគេបំផុតនៃចក្រភពអង់គ្លេសសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel Naomi សាជាថ្មីថ្ងៃនេះខ្ញុំនឹងលើកនិយាយអំពីករណីឃាតកម្មសេរីលឬក៏ serial killer ឃាតកម្មសេរីលគឺជាការសម្លាប់លើសពីចំនួន1ឡើងទៅហើយឃាតករសេរីលដែលខ្ញុំលើកយកមកនិយាយថ្ងៃនេះនេះគឺជាក្មេងស្រីជនជាតិអង់គ្លេសម្នាក់ដែលមានអាយុត្រឹមតែ11ឆ្នាំទេដែលមានឈ្មោះពេញហៅថា Marie Flora Bell ហើយតទៅខ្ញុំនឹងហៅគាត់ថា Marie Bell ឬក៏ Marie ដើម្បីអ្នកទាំងអស់គ្នាងាយស្រួលស្ដាប់ហើយ Marie ក៏ឆ្លងកាត់កុមារភាពដ៏ធ្ងន់ធ្ងរហើយពិបាកទទួលយកខ្លាំងមែនទែនរហូតដល់គាត់ក្លាយទៅជាឃាតករសម្រាប់កុមារតូចៗដែលមានអាយុត្រឹមតែ 3-4 ឆ្នាំហ្នឹងចំនួនដល់ទៅ2នាក់អញ្ចឹងឥឡូវយើងមកដឹងអំពី Marie ទាំងអស់គ្នា Marie គឺជាក្មេងស្រីជនជាតិអង់គ្លេសដែលបានកើតនៅថ្ងៃទី26ខែឧសភាឆ្នាំ1957ចំណែកឯម្ដាយរបស់ Marie មានឈ្មោះថា Elizabeth Betty Bellគាត់គឺជាស្រីពេទ្យសាដែលមានឈ្មោះល្បីល្បាញបំផុតនៅក្នុងស្រុករបស់គាត់ឬក៏និយាយឲ្យស្រួលយល់គាត់គឺជាស្ត្រីរស់ស៊ីផ្លូវភេទ Elizabeth គាត់អត់សូវដែរបាននៅផ្ទះទេភាគច្រើនគាត់ចេញទៅទីក្រុង Glasgow ដែលជាទីក្រុងមួយផ្សេងទៀតដើម្បីទៅធ្វើការងាររបស់គាត់នឹងនៅពេលដែលគាត់ចេញទៅម្ដងគឺគាត់ទុកកូនរបស់គាត់ចោលឲ្យនៅផ្ទះឬក៏ពេលខ្លះមានប្តីគាត់នៅផ្ទះអញ្ចឹងទៅគឺគាត់ទុកកូនរបស់គាត់ឲ្យប្តីគាត់អ្នកមើលថែហើយ Marie គឺជាកូនស្រីទី2នៅពេលដែល Elizabeth បង្កើត Marie មកគាត់ក៏នៅក្មេងដែរគាត់មានអាយុត្រឹមតែ17ឆ្នាំទេចំណែកអត្តសញ្ញាណរបស់ឪពុក Marie គឺត្រូវបានគេដឹងអត់ច្បាស់ទេប៉ុន្តែគេសន្មតថាប្រហែលជាបុរសម្នាក់ដែលមានឈ្មោះថា William Bailey Bell គឺជាឪពុករបស់ Marie ពីព្រោះថានៅពេលដែល Elizabeth ហើយនឹង William នឹងគាត់រៀបការជាមួយគ្នានៅពេលហ្នឹងគឺ Marie បានកើតហើយពេលហ្នឹង Marie គឺគាត់នៅជាទារកអញ្ចឹងហើយបានជាគេអត់អាចសន្និដ្ឋានច្បាស់លាស់បានថា William នឹងគឺជាឪពុករបស់ Marie មែនឬក៏អត់ហើយបើមើលអំពីប្រវត្តិរបស់ William ដែលគេសន្និដ្ឋានថាគឺជាឪពុករបស់ Marie វិញគាត់គឺជាអក្រិតជនដែលប្រព្រឹត្តអក្រិតកម្មជាច្រើនមានទាំងធ្វើការប្លន់ប្រដាប់អាវុធទៀតហើយមានកំណត់ត្រាចាប់ខ្លួនពីបទអក្រិតកម្មជាញឹកញាប់មែនទែននិយាយរួមទៅគឺចេញចូលប៉ុស្តិ៍ប៉ូលីសច្រើនជាងចេញចូលផ្ទះរបស់គាត់ទៀតចំណែកឯកំណើតរបស់ Marie គឺជាកូនដែលគេអត់ចង់បានកូនដែលគេអត់ត្រូវការគឺជាកូនដែលកើតមកដោយការដែលមិនពេញចិត្តហើយថងចំណុចនោះខ្ញុំក៏អត់យល់ដែរថាហេតុអីបានជា Elizabeth គាត់អត់ពេញចិត្តជាមួយនឹងការផ្ដល់កំណើតឲ្យ Marie Bell ហើយមូលហេតុដែលគេនិយាយថា Marie Bell គឺជាកូនដែលកើតមកដោយការអត់ពេញចិត្តគឺជាកូនដែលត្រូវបានគេទុកចោលអត់យកចិត្តទុកដាក់ហ្នឹងគឺដោយសារតែម្ដាយមីងរបស់ Marie Bell ដែលមានឈ្មោះថា Isa McCricket គាត់ធ្លាប់បានបំភ្លឺថានៅពេលដែល Marie កើតបានត្រឹមតែប្រហែលនាទីទេគឺគ្រូពេទ្យដែលបានបង្កើត Marie ហ្នឹងគាត់បានលើក Marie យកទៅដាក់នៅក្នុងរង្វង់ដៃ Elizabeth ដែលជាម្ដាយតែបែរជា Elizabeth ហ្នឹងស្រែកស្ដីឲ្យពេទ្យខ្លាំងៗថាយករបស់ហ្នឹងចេញឲ្យឆ្ងាយពីខ្ញុំទៅពីសម្ដីដែល Elizabeth គាត់បាននិយាយចេញមកហ្នឹងគឺអត់បានចាត់ទុក Marie គឺជាមនុស្សគឺជាកូនរបស់គាត់ទេគាត់ចាត់ទុក Marie គឺត្រឹមតែជាវត្ថុដែលអត់មានតម្លៃមួយប៉ុណ្ណឹងដែលគាត់អត់ត្រូវការគាត់អត់ចង់បានហើយនៅពេលដែល Marie នៅទូចដែលទៅតែចេះដើរតេះតា Marie តែងតែមានរបួសស្នាមរហូតនៅពេលដែលនៅផ្ទះតែ2នាក់ជាមួយនឹង Elizabeth ជាម្ដាយរបស់គាត់នឹងជាញឹកញាប់គឺតែងតែមានឧបទ្ទវហេតុផ្សេងៗដែលធ្វើឲ្យ Marie មានរបួសស្នាមនៅលើរាងកាយរបស់គាត់រហូតហើយការទាំងអស់ហ្នឹងឯងដែលធ្វើឲ្យសាច់ញាតិរបស់ Marie ជឿថាម្ដាយរបស់ Marie ហ្នឹងគឺមានការធ្វេសប្រហែសឬក៏មានចេតនានៅក្នុងការធ្វើបាបដល់ Marie មិនត្រឹមប៉ុណ្្នឹងទេសាច់ញាតិរបស់ Marie បាននិយាយថាម្ដាយរបស់ Marie ហ្នឹងគឺមានចេតនាប៉ុនប៉ងធ្វើបាបមានចេតនាសម្រាប់កូនស្រីរបស់ខ្លួនឯងទៀតហើយមានពេលមួយនៅក្នុងឆ្នាំ1960ដែលពេលហ្នឹង Marie មានអាយុខ្ទង់ប្រហែលជាត្រឹមតែ3ឆ្នាំអីទេ Elizabeth ដែលជាម្ដាយរបស់ Marie ហ្នឹងព្យាយាមសម្លាប់ Marie ដោយទម្លាក់ Marie ពីប្អួចនៅជាន់ទី1ទម្លាក់ពីលើរហូតមកដល់ដីហើយមានម្ដងទៀតហ្នឹងគាត់យកថ្នាំងុយដេកដែលមានចំនួនច្រើនយកទៅបញ្ជាក់ Marie ក្នុងគោលបំណងដើម្បីចង់សម្លាប់កូនខ្លួនឯងទៀតប៉ុណ្ណឹងនៅអត់ទាន់ចប់ទេ Elizabeth ធ្លាប់យក Marie ទៅលក់ឲ្យគេទៀតគាត់យក Marie ទៅលក់ឲ្យស្ត្រីម្នាក់ដែលគាត់អត់អាចបង្កើតកូនដែលខ្លួនឯងបានបើន័យថាគាត់អត់មានសមត្ថភាពនៅក្នុងការបង្កើតកូនហើយនៅពេលហ្នឹងបងស្រីរបស់ Marie ម្នាក់មានឈ្មោះថា Catherine នៅពេលដែលដឹងថាម្ដាយរបស់ខ្លួនឯងលក់ប្អូនស្រីទៅឲ្យអ្នកដទៃគាត់បានប្រមូលភាពក្លាហានរបស់គាត់ធ្វើដំណើរតែម្នាក់ឯងទៅកាន់ទីក្រុង Newcastle ដើម្បីទាមទារយកប្អូនស្រីគាត់ត្រឡប់មកផ្ទះវិញហើយនៅមានរឿងមួយទៀតដែលមនុស្សគ្រប់គ្នាអត់អាចនឹកស្មានដល់ថា
Elizabeth ក្នុងនាមជាម្ដាយម្នាក់គាត់អាចធ្វើរឿងតែព្រៃផ្សាយបំផុតចំពោះកូនខ្លួនឯងបានអញ្ចឹងទេគឺនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ1960ពេលហ្នឹងម៉ារីមានអាយុធំតែប្រហែលជា3ឆ្នាំអីទេអ្នកទាំងអស់គ្នាបានស្ដាប់តាំងពីខាងដើមមកហើយថា Elizabeth គឺជាស្រីពេទ្យជាអ្នករស់ស៊ីផ្លូវភេទគឺគាត់តែងតែមានអតិថិជនមានមនុស្សប្រុសមកប្រើសេវាកម្មរបស់គាត់អញ្ចឹងទៅហើយគាត់អនុញ្ញាតឲ្យអតិថិជនរបស់គាត់មួយចំនួនហ្នឹងរំលោភបំពានផ្លូវភេទម៉ារីហើយវាមិនមែនមានតែម្ដងទេគឺវាមានច្រើនដងមែនទែនហើយនៅពេលដែលមនុស្សប្រុសទាំងអស់ហ្នឹងបំពានទៅលើម៉ារី Elizabeth ក៏ឈរនៅក្នុងហេតុការណ៍ហ្នឹងដែរគឺ Elizabeth គឺជាអ្នកបិទភ្នែកហើយចាប់ដៃចាប់ជើងរបស់ម៉ារីដើម្បីឲ្យសំទោសអ្នកទាំងអស់គ្នាខ្ញុំសូមអត់និយាយពីរបៀបដែលពួកគេធ្វើសកម្មភាពទៅលើម៉ារីទេដោយសារតែវារៀងប៉ះពាល់ដល់អារម្មណ៍ខ្លាំងពេកអញ្ចឹងទៅខ្ញុំសូមអត់និយាយចំណុចហ្នឹងហើយខ្ញុំសូមបើកមុខកញ្ចក់កន្លែងនេះបន្តិចចង់ឲ្យអ្នកស្ដាប់ទាំងអស់គ្នាជួយគិតមើលថាតាំងពីថ្ងៃដែលម៉ារីកើតរហូតដល់អាយុត្រឹមតែ3ឆ្នាំម៉ារីជួបរឿងច្រើនដល់ថ្នាក់ហ្នឹងតើផ្លូវចិត្តរបស់ម៉ារីនឹងទៅជាយ៉ាងណាហើយរឿងអាក្រក់ដែលម៉ារីបានឆ្លងកាត់វាបានជះឥទ្ធិពលទៅដល់ចរិតនិស្ស័យរបស់គាត់មិនថានៅផ្ទះឬក៏នៅសាលាទេម៉ារីតែងតែបង្ហាញអាកប្បកិរិយារបស់គាត់ឲ្យគេដឹងថាគាត់គឺជាក្មេងដែលរឹងរូសឆ្លើយកលេចកលុចបកែកុហកភូតផលហើយគាត់មានអារម្មណ៍ប្រែប្រួលភ្លាមៗដែលយើងអាចដឹងទុកមុនថាអារម្មណ៍របស់គាត់នឹងប្រែប្រួលទៅជាបែបណារបៀបដូចថាកំពុងតែសើចលេងសប្បាយសុកសោះក៏ប្រែទៅជាអារម្មណ៍មួយដែលសោកសៅជួនកាលទៅក៏ខឹងសប្បាយឡើងភ្លាមអញ្ចឹងមកហើយមួយទៀតម៉ារីមានបញ្ហាតម្រង់នោមក៏តែងតែគេងនោមយប់ដែលអាចគ្រប់គ្រងខ្លួនឯងបានណាធម្មតាក្មេងដែលមានអាយុច្រើនតិចគាត់លែងគេងនោមយប់ទៀតហើយប៉ុន្តែម៉ារីអត់ទេទោះបីជាគាត់អាយុច្រើនក៏គាត់នៅតែគេងនោមយប់ដែរហើយនៅលើបញ្ហាហ្នឹងម្ដាយរបស់ម៉ារីអត់បានយកចិត្តទុកដាក់ទៅលើម៉ារីទេគឺនៅពេលណាដែលម៉ារីគេងនោមយប់គឺគាត់ដឹងតែវាយម៉ារីធ្វើបាបម៉ារីហើយចំពោះការវាយធ្វើបាបរបស់ម្ដាយគាត់ហ្នឹងបានធ្វើឲ្យម៉ារីភ័យខ្លាចនៅពេលយប់ឡើងគឺគាត់ភ័យខ្លាចគាត់មានជំងឺដេកអត់លក់នៅពេលយប់មួយទៀតដោយសារតែគាត់ខ្លាចថាពេលណាដែលគាត់គេងលក់ទៅគាត់នឹងនោមហើយនៅពេលណាដែលគាត់នោមគឺម្ដាយគាត់ដឹងតែវាយគាត់ទៀតហើយមួយវិញទៀតជាធម្មតាម៉ារីតែងតែឆ្លោះគ្នាហើយវាយគ្នាជាមួយនឹងក្មេងៗមិនថាក្មេងស្រីមិនថាក្មេងប្រុសទេគឺម៉ារីវាយរៀបហ្មងហើយគាត់តែងតែវាយច្បាច់កហើយនឹងខ្ទប់ដង្ហើមមិនថាមិត្តរួមថ្នាក់របស់គាត់ឬក៏មិត្តរួមលេងជាមួយគ្នានឹងគាត់ទេគឺគាត់ព្យាយាមធ្វើចង់ច្រើនដងមែនតើមានពេលមួយម៉ារីធ្វើបាបក្មេងស្រីម្នាក់ដែលគាត់កំពុងតែលេងសុកហ្នឹងម៉ារីយកដីខ្សាច់ទៅញាត់ចូលក្នុងមាត់កូនហ្នឹងហើយដីខ្សាច់ហ្នឹងឡើងពេញមាត់ហើយចូលទៅដល់កំពង់កកូនស្រីហ្នឹងទៀតដោយសារតែទង្វើហើយនឹងអត្តចរិតរបស់ម៉ារីចឹងហើយធ្វើឲ្យក្មេងៗដទៃទៀតអត់ចង់លេងជាមួយនឹងម៉ារីទេបើទោះបីជាគាត់ឆ្លងកាត់រឿងរ៉ាវអាក្រក់ច្រើនគួរឲ្យអាណិតអាសូរពិតមែនប៉ុន្តែដោយសារអត្តចរិតរបស់គាត់ធ្វើឲ្យអត់មានអ្នកចូលចិត្តរាប់អានគាត់ទេប៉ុន្តែទោះបីជាយ៉ាងណាក៏ម៉ារីនៅមានមិត្តភក្តិជិតស្និទ្ធម្នាក់ទៀតដែរម៉ារីតែងតែចំណាយពេលវេលារបស់គាត់លេងជាមួយនឹងមិត្តភក្តិរបស់គាត់ដែលមានអាយុ13ឆ្នាំអាយុបងគាត់ដល់ទៅ2ឆ្នាំនាងមានឈ្មោះថា Norma Joyce Bell ហើយតទៅខ្ញុំនឹងហៅគាត់ថា Norma Bell ឬមួយក៏ Norma ធ្វើ ត្បិតថា Marie Bell ហើយនិង Norma Bell មាននាមតកូល Bell ដូចគ្នាមែនប៉ុន្តែពួកគាត់ទាំងពីរនាក់មិនមែនជាបងប្អូនអត់មានជាប់សាច់ឈាមអីនឹងគ្នាទេគ្រាន់តែជាអ្នកជិតខាងនឹងគ្នាតែប៉ុណ្ណឹង Norma គឺជាកូនរបស់អ្នកជិតខាងដែលមានផ្ទះនៅក្បែរគ្នាជាមួយនឹងផ្ទះរបស់ Marie កាលពីពេលដែលពួកគាត់ចាប់ផ្ដើមស្គាល់គ្នាហ្នឹងគឺគាត់ស្គាល់គ្នានៅក្នុងដើមឆ្នាំ1967ហើយក្នុងពេលហ្នឹង Marie មានអាយុប្រហែលជាជិត10ឆ្នាំបើយោងតាមសម្ដីមិត្តរួមថ្នាក់របស់ Marie ម្នាក់ដោយសារតែគាត់រៀនជាមួយគ្នាអញ្ចឹងគាត់បានសង្កេតមើលអំពីលក្ខណៈរបស់ Marie ថានៅពេលណាដែល Marie ធុញថប់គឺ Marie ចាប់ផ្ដើមងក់ក្បាលរបស់គាត់រួចហើយ Marie ចាប់ផ្ដើមប្រើកសែភ្នែកគាត់មើលទៅកាន់ណាម្នាក់មើលជាប់ហើយមើលដោយកសែភ្នែកមុតមាំនៅពេលហ្នឹងគាត់ដឹងថា Marie នឹងផ្លាស់ប្ដូរអាកប្បកិរិយាភ្លាមគាត់នឹងក្លាយទៅជាមនុស្សម្នាក់ដែលកាចហើយសាហាវខុសខើអាចថាគាត់នឹងស្ទុះទៅវាយគេដោយគ្មានមូលហេតុអីអញ្ចឹងទៅមកដល់ចំណុចនេះខ្ញុំនឹងនិយាយអំពីការវាយប្រហារដំបូងរបស់ Marie ដែល Marie ចាប់ផ្ដើមធ្វើការព្យាយាមប៉ុនប៉ងសម្រាប់ក្មេងៗដទៃនៅពេលដែល Marie មានអាយុជិត11ឆ្នាំនៅថ្ងៃសៅរ៍ទី11ខែឧសភាឆ្នាំ1968មានក្មេងប្រុសអាយុ3ឆ្នាំម្នាក់ត្រូវបានគេរកឃើញដេកស្លាប់ស្ដុកស្ដឹងបាត់បង់ស្មារតីនិងមានបែកក្បាលហូរឈាមស្រោចពេញខ្លួនគាត់តែម្ដងនៅតំបន់ជុំវិញផ្លូវ Margaret Road Scotwood ក្រោយពីក្មេងប្រុសបានដឹងខ្លួនមកវិញក្មេងប្រុសនឹងបានប្រាប់ប៉ូលីសថាគាត់បានលេង
ជាមួយនឹង Marie ហើយនិង Norma នៅលើទីជម្រកវាឆ្មក់តាមអាកាសដែលគេបានបោះបង់ចោលជម្រកវាឆ្មក់តាមអាកាសហ្នឹងគឺជាកន្លែងដែលគេសាងសង់ឡើងសម្រាប់អ្នកប្រយុទ្ធការពារខ្លួនពីសត្រូវវាយប្រហារមកពីលើអាកាសក្មេងប្រាប់ថាគាត់កំពុងតែលេងសុកហ្នឹងមានម្នាក់ដែលរុញគាត់ឲ្យធ្លាក់ពីលើចុះមកដល់ដីដែលមានកម្ពស់2ម៉ែត្រមកទឹកហើយការធ្លាក់ហ្នឹងបណ្ដាលឲ្យគាត់បែកក្បាលធ្ងន់ធ្ងរខ្លាំងមែនទែនប៉ុន្តែបើសួរគាត់ថាអញ្ចឹងពីណាគេអ្នករុញគាត់បានឆ្លើយថាក្នុងចំណោម Marie ហើយនិង Norma ហ្នឹងគាត់អត់ដឹងថាអ្នកណាម្នាក់គឺជាអ្នករុញគាត់ទេហើយនៅល្ងាចថ្ងៃសៅរ៍នឹងដដែលមានឪពុកម្ដាយក្មេងស្រីទុយៗ3នាក់បានទៅប្តឹងប៉ូលីសថា Marie ហើយនិង Norma បានព្យាយាមច្បាច់កកូនរបស់គាត់នៅកន្លែងលេងដែលជាកន្លែងរណ្ដៅខ្សាច់សម្រាប់ក្មេងៗលេងជាធម្មតាក្មេងៗចូលចិត្តអង្គុយលេងកន្លែងណាដែលមានដីមានខ្សាច់អញ្ចឹងហើយនៅល្ងាចហ្នឹងប៉ូលីសក៏បាននាំខ្លួន Marie និង Norma ទៅសាកសួរដែរប៉ុន្តែត្រូវបានពួកគាត់ទាំងពីរអ្នកបដិសេធទាំងអស់គាត់បដិសេធអត់ព្រមទទួលដឹងឮរឿងថាច្បាច់កកូនក្មេងទុយៗស្រីៗ3នាក់ហ្នឹងទេចំណែករឿងក្មេងប្រុសដែលធ្លាក់ពីលើមកបែកក្បាលហ្នឹងគាត់ទាំងពីរអ្នកក៏នៅក្នុងហេតុការណ៍ហ្នឹងដែរដែលគាត់បានប្រាប់ប៉ូលីសថាពួកគាត់គ្រាន់តែបានឃើញក្មេងប្រុសហ្នឹងដួលហើយមានបែកក្បាលហូរឈាមតែប៉ុណ្ណឹងនៅពេលដែលប៉ូលីសជជែកចោទសួរដដែលអំពីក្មេងស្រី3នាក់ដែលត្រូវបានច្បាច់កហ្នឹង Marie នៅតែបដិសេធថាគាត់អត់បានដឹងហេតុការណ៍ហ្នឹងទេប៉ុន្តែ Norma បានសារភាពប្រាប់ប៉ូលីសថា Marie គឺជាអ្នកច្បាច់កក្មេងស្រីទាំង3នាក់ដោយត្បូង Marie ដើរទៅកាន់ក្មេងស្រីម្នាក់ហើយសួរក្មេងស្រីនឹងថាតើមានរឿងអីកើតឡើងបើសិនជាឯងច្បាច់កពីណាគេម្នាក់បើសិនជាច្បាច់កហើយតើគេអាចនឹងស្លាប់អត់បន្ទាប់ពីសួរហើយ Marie បានយកដៃគាត់ទាំងពីរហ្នឹងទៅច្បាច់កក្មេងស្រីម្នាក់ហ្នឹងរហូតដល់ក្មេងហ្នឹងមានសភាពឡើងពណ៌ស្វាយហើយ Norma នៅពេលដែលគាត់ឃើញក្មេងស្រីហ្នឹងឡើងទៅជាសភាពពណ៌ស្វាយអញ្ចឹងគាត់ក៏ប្រាប់ទៅ Marie ថាបានហើយឈប់ទៅប៉ុន្តែ Marie អត់ឈប់ទេគឺដកដៃចេញពីកក្មេងស្រីម្នាក់ហ្នឹងមែនប៉ុន្តែដកដៃពីក្មេងម្នាក់ហ្នឹងហើយទៅច្បាច់កក្មេងស្រីម្នាក់ទៀតដែលនៅឈរក្បែរហ្នឹងមានឈ្មោះថា Pauline ច្បាច់រហូតតតា Pauline នឹងឡើងសភាពពណ៌ស្វាយដូចគ្នាហើយពេលហ្នឹងមានក្មេងស្រីម្នាក់ទៀតឈ្មោះថា Susan Collins ដើរចូលមកហើយ Marie ក៏បានដកដៃចេញពី Pauline ទៅច្បាច់ក Susan វិញម្ដង And Mary had grabbed us by the neck and started like strangling us and then she had a hand here and she was getting the sand and then pouring at my mouth and it couldn't go in quick enough and she tried to stuff her fingers down and I think Norma was a little bit frightened when she seen what Mary was doing because Norma jumped up and by that time she had jumped up and I managed to struggle and get free and run home ក្រោយពីបានចម្លើយពី Norma ប៉ូលីសបានជួនដំណឹងទៅកាន់ប៉ូលីសក្នុងតំបន់អំពីអបតវហេតុហើយនិងភាពខុសខើរបស់ Marie នឹងទៅកាន់ប៉ូលីសនៅក្នុងតំបន់ហ្នឹងប៉ុន្តែដោយសារតែពួកគាត់ទាំងពីរនាក់នៅក្មេងមានអាយុតិចម្នាក់មានអាយុ11ឆ្នាំម្នាក់មានអាយុ13ឆ្នាំអញ្ចឹងប៉ូលីសអត់អាចធ្វើអីបានក្រៅពីណែនាំឬក៏ពំរានគាត់អីអញ្ចឹងទៅរួចហើយក៏ដោះលែងឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងខ្លួនបន្ទាប់ពីពេលហ្នឹងទៅនឹងមានករណីឃាតកម្មពិតប្រាកដបានកើតឡើងនៅក្នុងអំឡុងឆ្នាំ1960នៅក្នុងទីក្រុង Newcastle upon Tyne នៅក្នុងតំបន់ហ្នឹងវាសម្បូរទៅដោយអគារចាស់ៗអគារបាក់បែកដែលគេនឹងត្រូវបន្តិចចោលហើយក៏មានគម្រោងសាងសង់ថ្មីឡើងវិញដែរវាជាគម្រោងកែលម្អទីក្រុងដ៏សំខាន់មួយគេឃើញថានៅក្នុងទីក្រុងហ្នឹងភាគច្រើនគឺជាតំបន់អនាធិបតេយ្យអញ្ចឹងគេមានគម្រោងកែលម្អទីក្រុងហ្នឹងដែលឲ្យមនុស្សដែលធ្លាប់តែរស់នៅក្នុងតំបន់ហ្នឹងចេញទៅនៅតំបន់ផ្សេងសិនដើម្បីគេវាយកំទេចអគារចាស់ៗដែលនៅហ្នឹងហើយក៏សាងសង់អគារថ្មីប៉ុន្តែនៅតែមានមនុស្សជាច្រើនអត់បានចាក់ចេញពីក្នុងតំបន់ហ្នឹងទេនៅតែបន្តរស់នៅក្នុងតំបន់ដែលបាក់បែកហ្នឹងចឹងសម្រាប់គ្រួសារណាដែលនៅតែបន្តរស់នៅក្នុងតំបន់ហ្នឹងគឺចាត់ទុកថាខុសច្បាប់ហើយពីព្រោះអីប្រឆាំងជាមួយនឹងការអភិវឌ្ឍហើយដោយសារតែវាជាកន្លែងដែលគេកំពុងតែវាយកំទេចហើយសាងសង់អគារថ្មីឡើងអញ្ចឹងនៅក្នុងបរិវេណហ្នឹងគឺមានកន្លែងខ្លះវាមានគំនរថ្មដែលគេរំលំអគារចាស់ៗហ្នឹងហើយក្មេងៗនៅហ្នឹងចូលចិត្តទៅលេងនៅកន្លែងគំនរថ្មកន្លែងអគារបាក់បែកហ្នឹងឬមួយក៏អគារខ្លះដែលគេមិនទាន់បានកំទេចវាចោលវានៅជាអគារចាស់ៗនៅឡើយអញ្ចឹងក្មេងៗទាំងអស់ហ្នឹងចូលចិត្តទៅលេងនៅហ្នឹងហើយកន្លែងខ្លះទៀតនៅពេលដែលគេវាយកំទេចអគារហើយក៏គេបានសម្អាតកន្លែងហ្នឹងឲ្យស្អាតអីអញ្ចឹងទៅអញ្ចឹងនៅក្នុងតំបន់ហ្នឹងវាមានមួយកន្លែងដែលគេបានសម្អាតវារួចរាល់បន្ទាប់ពីគេវាយកំទេចអគារហ្នឹងហើយកន្លែងហ្នឹងវាមានវាលតនេធំមួយដែលវានៅជិតជាមួយនឹងខ្សែផ្លូវរថភ្លើងឈ្មោះថា Tin Lizzy ដែលវាស្របជាមួយនឹងផ្លូវ Margaret Road
មកដល់ថ្ងៃទី25ខែឧសភាឆ្នាំ1968មកដល់ថ្ងៃនោះគឺជាមួយថ្ងៃមុនពេលថ្ងៃខួបកំណើតអាយុ11ឆ្នាំរបស់ម៉ារីនៅក្នុងថ្ងៃនោះម៉ារីបានច្បាច់កក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Martin Brown គាត់មានអាយុត្រឹមតែ4ឆ្នាំទេគឺគាត់បានធ្វើសកម្មភាពនៅក្នុងបន្ទប់គេងជាន់លើនៃផ្ទះចាស់ៗដែលគេបានបោះបង់ចោលនឹងនៅទីតាំងផ្ទះលេខ85ផ្លូវ Margaret Road នៅក្នុងហេតុការណ៍ឃាតកម្មនោះគឺទាំងម៉ារីហើយនិងណូម៉ាគាត់នៅជាមួយគ្នាប៉ុន្តែត្រូវបានគេជឿថាម៉ារីបានធ្វើឧក្រិដ្ឋកម្មនឹងតែម្នាក់ឯងទេនៅក្នុងថ្ងៃនោះដដែលនៅវេលាម៉ោង 3:30 នាទីមានក្មេងប្រុស3នាក់បានរកឃើញសាកសពរបស់ Martin Brown សភាពសព Martin Brown ដែលគេបានរកឃើញគឺគាត់ដេកផ្ងាហើយបោះដៃឡើងទៅលើផុតក្បាលហើយក៏មានឈាមហើយនឹងពពុះនៅជុំវិញមាត់របស់ Martin Brown ដែរក្រៅពីនោះនៅលើដងខ្លួនរបស់ Martin អត់ឃើញមានស្លាកស្នាមឬមួយក៏ការប្រើប្រាស់អំពើហិង្សានៅលើរាងកាយរបស់គាត់ទេតែនៅក្បែរសាកសពរបស់គាត់ឃើញមានកំប៉ុងថ្នាំមួយកំប៉ុងនៅក្បែរនឹងសាកសពរបស់គាត់ហើយក្នុងវេលាដែលក្មេងប្រុស3នាក់កំពុងតែប្រទះជាមួយនឹងសាកសពរបស់ Martin ក៏មានកម្មករសំណង់ដែលធ្វើការនៅក្នុងតំបន់នោះម្នាក់ចូលមកព្យាយាមជួយសង្គ្រោះ Martin ដោយគាត់បានធ្វើចលនាបេះដូងធ្វើ CPR ជួយដល់ Martin ប៉ុន្តែជួយអត់បានទេដោយសារតែ Martin បានស្លាប់មុនពេលដែលគាត់ចូលមកដល់នឹងទៀតកម្មករសំណង់ម្នាក់ហ្នឹងគាត់មានឈ្មោះថា John Hall ហើយក្នុងគណៈពេលដែលកម្មករសំណង់គាត់កំពុងតែធ្វើ CPR ឲ្យ Martin ហ្នឹងស្រាប់តែលេចមុខរបស់ Mary ហើយនិង Noma ឈរនៅមាត់ទ្វារនៃបន្ទប់កើតហេតុហ្នឹងហើយកម្មករនៅពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ដេញ Noma ហើយនិង Mary ហ្នឹងឲ្យចេញទៅក្រៅវិញបើតាមខ្ញុំយល់ប្រហែលជាគាត់គិតថាក្មេងៗមិនគួរណាឲ្យឃើញរូបភាពមនុស្សស្លាប់អីអញ្ចឹងណាហើយពេលចេញពីកន្លែងកាត់ហេតុទៅម៉ារីនិងណូម៉ាគាត់បានទៅផ្ទះរបស់មីងម៉ាទីនមីងរបស់ម៉ាទីននោះគាត់មានឈ្មោះថា Rita Finlay ទៅដល់គាត់គោះទ្វារផ្ទះហើយប្រាប់ថាម៉ាទីនកំពុងតែជួបគ្រោះថ្នាក់អីពួកយើងគិតថាប្រហែលជាម៉ាទីនប៉ុន្តែក៏អត់សូវច្បាស់ដែរដោយសារតែនៅជុំវិញខ្លួនរបស់ម៉ាទីននោះគឺមានឈាមច្រើនពេកនៅថ្ងៃបន្ទាប់អ្នកធ្វើកសោវិច័យឈ្មោះលោក Donald Knight បានធ្វើកសោវិច័យនៅលើសាកសពរបស់ Martin Brown បន្ទាប់ពីធ្វើកសោវិច័យហើយក៏នៅតែរកអត់ឃើញពីមូលហេតុនៃការស្លាប់របស់ Martin Brown ដែរប៉ុន្តែអ្នកស៊ើបអង្កេតបានរកឃើញដបថ្នាំមួយដបនៅក្បែរនឹងសាកសពរបស់ Martin Brown តែចំពោះករណីដបថ្នាំហ្នឹងគឺអត់ត្រូវបានគេលើកយកមកពិភាក្សាទេមកដល់ថ្ងៃទី26ខែឧសភាគឺជាថ្ងៃខួបកំណើតនៃអាយុ11ឆ្នាំរបស់ម៉ារីហើយនិងណូម៉ាបានលួចចូលនិងបំផ្លាញកន្លែងបដោះកូនឈើមកកន្លែងនៅ Woodland Crescent ដែលនៅក្បែរតំបន់ពួកគាត់រស់នៅនឹងពួកគាត់ទាំងពីរនាក់ចូលទៅក្នុងផ្ទះនឹងបានដោយសារតែពួកគាត់កោះកាឡាក្បឿងចេញពីដំបូលផ្ទះហើយគាត់ក៏ចូលទៅតាមប្រឡោះនឹងទៅពេលដែលចូលទៅដល់ខាងក្នុងគាត់ព្យាយាមបំផ្លាញរបស់របរដែលមាននៅក្នុងផ្ទះនឹងដូចជាហែកសភៅកលាប់ទឹកនិងលាបទឹកថ្នាំឲ្យប្រឡាក់ពេញនឹងហើយមិនត្រឹមប៉ុណ្្នឹងទេធ្វើឲ្យខូចផ្ទាំងគំនូដែលជាផ្ទាំងគំនូមានតម្លៃរបស់គេទៀតបន្ទាប់មកក៏នាំគ្នារត់គេចខ្លួនបាត់ទាំងពីរនាក់នឹងទៅនៅថ្ងៃស្អែកឡើងនៅពេលដែលមានបុគ្គលិកគេចូលទៅដល់ផ្ទះហ្នឹងបានឃើញថាមានការរុករើការបំផ្លិចបំផ្លាញក៏គាត់បានដាក់ពាក្យប្តឹងទៅកាន់ប៉ូលីសភ្លាមៗតែម្ដងនៅក្នុងផ្ទះដែលគាត់ចូលទៅរុករើហ្នឹងគេបានរកឃើញមានកំណត់ត្រាចំនួន4ច្បាប់ដែលសរសេរដោយដៃហើយវាដាច់ដោយឡែកពីគ្នាហើយក្នុងកំណត់ត្រាហ្នឹងបានសរសេរអះអាងថាខ្លួនគឺជាអ្នកប្រព្រឹត្តឃាតកម្មទៅលើ Martin Brown កំណត់ត្រាទី1ដែលគេបានរកឃើញហ្នឹងគឺបានសរសេរថាខ្ញុំសម្លាប់ខ្ញុំអាចនឹងត្រឡប់មកវិញហើយនៅស្លឹកទី2បានសរសេរថាខ្ញុំបានសម្លាប់ Martin Brown គឺជាសត្វដេរឆានរបស់អ្នកនៅស្លឹកទី3បានសរសេរថាពួកយើងគឺជាអ្នកសម្លាប់ត្រូវប្រយ័ត្ន Fanny ហើយនិង Fake God ហើយនៅថងចំណុចនេះប្រហែលជាគាត់ចង់និយាយថាត្រូវឲ្យប្រុងប្រយ័ត្នបុគ្គលដែលឈ្មោះ Fanny ហើយនិង Fake God អ្នកដែលត្រូវបានសម្លាប់បន្ទាប់អាចនឹង Fanny ហើយនិង Fake God ដែលគាត់បានសរសេរឈ្មោះនឹងឯងហើយនៅក្នុងកំណត់ត្រាចុងក្រោយគឺជាកំណត់ត្រាដែលស្មុគស្មាញខ្លាំងមែនទែនដែលពួកគាត់ពិបាកនៅក្នុងការផ្គុំហើយនឹងចាប់អត្ថន័យនៃពាក្យដែលពួកគាត់សរសេរខ្លាំងអានថាអ្នកគឺជាសត្វកណ្ដុរ Why Because យើងបានសម្លាប់ Martin Go Brown ហើយអ្នកបេតេរកឃើញឃាតកម្មអំពី Fanny និង Fake God ចង្ការដែលគាត់សរសេរនោះគឺរបៀបក្មេងខ្លាំងមែនទែនដែលសរសេរអញ៉េអញ៉ៃពាក្យខ្លះក៏សរសេរត្រូវពាក្យខ្លះសរសេរខុសហើយនៅពីថ្ងៃក្រោយមកនៅថ្ងៃទី29ខែឧសភាមុនថ្ងៃបុណ្យសពរបស់ Martin Brown ម៉ារីហើយនិងណូម៉ាបានខលទូរស័ព្ទទៅកាន់ផ្ទះម្ដាយរបស់ Martin គាត់មានឈ្មោះថាអ្នកស្រីជួន Brown តាំងពីអ្នកនឹងឆ្លើយហើយឌឺខ្លាំងមែនទែននៅពេលដែលខលទូរស័ព្ទទៅបាននិយាយទៅកាន់អ្នកស្រីជួនថាខ្ញុំចង់សុំជួបកូនប្រុសរបស់មីងហើយម្ដាយរបស់ Martin ដែលគាត់កំពុងតែកាន់ទុក្ខកំពុងតែក្រៀមក្រំហ្នឹងគាត់អត់ដឹងពីម៉ារីហើយនិងណូម៉ាទេ
នៅពេលនោះគាត់បានឆ្លើយតបទៅកាន់ក្មេងស្រីទាំងពីរនាក់វិញថាពួកគេអត់អាចជួបឬក៏ឃើញម៉ាទីនបានទេពីព្រោះម៉ាទីនបានស្លាប់បាត់ហើយឃ្លាបន្ទាប់ដែលម៉ារីនិយាយទៅកាន់គាត់នោះគឺធ្វើឲ្យគាត់ខឹងខ្លាំងមែនទែនម៉ារីបានឆ្លើយតបថាអូខ្ញុំដឹងថាគាត់ស្លាប់តាប៉ុន្តែខ្ញុំចង់ឃើញគាត់នៅក្នុងមឈូសរបស់គាត់រំលងបានរយៈពេល2ខែក្រោយមកគឺនៅរសៀលថ្ងៃទី31ខែកក្កដាឆ្នាំ1968មានក្មេងប្រុសទូចម្នាក់ដែលមានអាយុត្រឹមតែ3ឆ្នាំទេគាត់មានឈ្មោះថា Brian Howe ក្មេងទូច Brian ត្រូវបានឪពុកម្ដាយរបស់គាត់ឃើញគាត់ជាលើកចុងក្រោយនៅតាមផ្លូវដែលនៅក្បែរផ្ទះរបស់គាត់ឃើញថាគាត់កំពុងតែលេងជាមួយនឹងបងប្អូនបង្កើតរបស់គាត់ហើយនឹងឆ្កែចិញ្ចឹមរបស់គាត់ហើយនៅក្នុងនោះក៏មាន Marie ហើយនិង Norma កំពុងតែលេងជាមួយគាត់ផងដែរប៉ុន្តែនៅពេលដែលល្ងាចឡើងល្ងាចមេឃរៀងចាប់ផ្ដើមល្ងឹតហើយអត់ឃើញ Brian ត្រឡប់ទៅផ្ទះរបស់គាត់វិញទេទាំងដែលគាត់លេងនៅតាមផ្លូវក្បែរផ្ទះរបស់គាត់សោះនៅពេលហ្នឹងទាំងគ្រួសារចាប់ផ្ដើមឆាវឡោដើររក Brian ហើយនឹងអ្នកជិតខាងដែលនៅជុំវិញហ្នឹងក៏នាំគ្នាជួយដើររក Brian គ្រប់គ្នាដែរប៉ុន្តែរកអត់ឃើញទេរហូតជិតដល់ពាក់កណ្ដាលយប់នៅម៉ោង 11:10 នាទីយប់អ្នកស្វែងរកបានរកឃើញសាកសពរបស់ Brian នៅចន្លោះប្លុកបេតុងធំៗពីរនៅផ្លូវរថភ្លើង Tin Lizzy ប៉ូលីសដែលទៅដល់កន្លែងកើតហេតុដំបូងគេបានសង្កេតឃើញថាវាជាការប៉ុនប៉ងដោយចេតនាប៉ុន្តែវាមានភាពទន់ខ្សោយដោយសារតែឃាតករនោះគឺជាកូនក្មេងហើយឃាតករព្យាយាមលាក់បាំងសាកសពរបស់ Brian ដោយយកស្មៅមករុំពីលើសាកសពរបស់ Brian ហើយការសង្កេតទៅលើសាកសពសង្កេតឃើញថានៅលើសាកសពរបស់ Brian មានស្នាមជាំហើយនឹងក៏មានស្នាមជាច្រើនកន្លែងនៅលើករបស់ Brian ដែរហើយមួយទៀតនៅក្បែរសាកសពមានប្រទះឃើញកថេដែលខូចមួយគូដាក់នៅក្បែរជើងរបស់គាត់នៅពេលដែលត្រួតពិនិត្យសពហើយគ្រូពេទ្យបានសន្និដ្ឋានថា Brian ត្រូវបានស្លាប់ដោយសារការច្របាច់កហើយត្រូវបានស្លាប់រយៈពេល7ម៉ោងកន្លះមុនពេលដែលគេរកសាកសពរបស់គាត់ឃើញហើយក៏មានស្នាមល្វោះជាច្រើនដែលត្រូវបានចាក់នៅលើជើងមុនពេលដែលគាត់ស្លាប់ដែរចំណែកឯសក់របស់ Brian វិញគឺត្រូវបានកាត់ចោលច្រើនមែនទែនកាត់ឡើងក៏ឆេតក៏ឆោតពេញក្បាលតែម្ដងហើយចំណុចមួយទៀតនោះគឺសាហាវខ្លាំងមែនទែន Brian ដែលជាជនរងគ្រោះនោះមានអាយុត្រឹមតែ3ឆ្នាំសោះប៉ុន្តែជនល្មើសសម្លាប់ហើយបានកាត់ប្រដាប់ភេទរបស់គាត់ចោលទៀតហើយក៏មានស្នាមនៃការឆោតនៅលើពោះរបស់ Brian ហើយស្នាមឆោតនោះគឺគេសង្កេតឃើញថាមានការឆោតជាពីរដំណាក់កាលដំបូងស្នាមឆោតនោះគឺឆោតចេញជារាងអក្សរ N ហើយក្រោយមកក៏បានឆោតបន្ថែមកតុយមួយទៀតឲ្យคล้ายទៅជាអក្សរ M ហើយបើតាមការយល់ឃើញរបស់ខ្ញុំតួអក្សរដែលបានឆ្លាក់ដំបូងជាអក្សរ N ហ្នឹងគឺជាតួអក្សរដែលផ្ដើមដោយឈ្មោះ Norma ហើយក្រោយមកបន្ថែមកតុយឲ្យคล้ายទៅជាអក្សរ M គឺជាតួអក្សរដែលផ្ដើមដោយឈ្មោះ Marieនៅលើសម្លៀកបំពាក់ហើយនិងស្បែកជើងរបស់ Brian ត្រូវបានគេប្រទះឃើញមានសរសៃអំបោះពណ៌ប្រផេះហើយនិងពណ៌ស្វាយដែលវានៅជាប់ជាមួយនឹងសម្លៀកបំពាក់ហើយនិងស្បែកជើងរបស់ Brian ហើយគេសង្ស័យថាសរសៃអំបោះទាំងអស់នោះគឺជាផ្នែកមួយនៃសម្លៀកបំពាក់របស់ជនល្មើសដែលបានបន្សល់ទុកជាប់ជាមួយនឹងជនរងគ្រោះពីព្រោះគេបានត្រួតពិនិត្យទៅលើសម្លៀកបំពាក់នៃក្រុមគ្រួសាររបស់ Brian ហើយទាំងអស់ហើយថាក្រុមគ្រួសាររបស់ Brian អត់មានប្រើសម្លៀកបំពាក់ដែលត្រូវជាមួយនឹងសរសៃអំបោះប្រភេទហ្នឹងទេហើយឥឡូវយើងចូលមកដល់ផ្នែកនៃការស៊ើបអង្កេតវិញម្ដងការរកឃើញសពរបស់ Brian Howe បានបង្កឲ្យមានការប្រមាញ់និងការស៊ើបអង្កេតទ្រង់ទ្រាយធំហើយគ្រាន់តែអ្នកស៊ើបអង្កេតក្នុងករណីហ្នឹងគឺគេចាត់តាំងមកឲ្យមានអ្នកស៊ើបអង្កេតចំនួនដល់ទៅជាង100នាក់ក្នុងករណីហ្នឹងដែរមានកុមារចំនួន1200នាក់ត្រូវបានគេសាកសួរចម្លើយគិតត្រឹមថ្ងៃទី2ខែសីហាពាក់ព័ន្ធជាមួយនឹងកន្លែងស្នាក់នៅរបស់ពួកគេហើយយើងត្រឡប់ទៅក្រោយវិញមួយថ្ងៃគឺនៅថ្ងៃទី1ខែសីហាអ្នកស៊ើបអង្កេតបានសាកសួរទៅកាន់ Marie Bell ហើយនិង Norma Bell ដែលសាកសីបានប្រាប់ទៅកាន់អ្នកស៊ើបអង្កេតថាបានឃើញក្មេងស្រីទាំងពីរនាក់ហ្នឹងលេងជាមួយនឹង Brian Howe មុនពេលដែលគាត់ត្រូវបានគេសម្លាប់ប៉ុន្តែ Marie និង Norma ព្យាយាមគេចវេះបដិសេធរហូតដោយនិយាយថាបានលេងជាមួយនឹង Brian ពិតមែនប៉ុន្តែឈប់លេងជាមួយគ្នាតាំងពីថ្ងៃត្រង់មកម្លេះតែក្នុងពេលហ្នឹងគឺមានកំហុសឆ្គងមួយបានកើតឡើងដោយសារតែ Marie និង Norma ស្ថិតនៅកន្លែងកើតហេតុតែមួយហើយស្ថិតនៅជាមួយគ្នាប៉ុន្តែមានការបំភ្លឺខុសគ្នានិងនៅថ្ងៃបន្ទាប់មានការសាកសួរបន្ថែមទៅកាន់ Marie ហើយ Marie បានឆ្លើយថានៅថ្ងៃទី31ខែកក្កដាគឺជាថ្ងៃដែល Brian ត្រូវបានគេសម្លាប់ហ្នឹងគាត់បានឃើញ Brian លេងជាមួយនឹងក្មេងប្រុសមានអាយុ8ឆ្នាំម្នាក់ដែលរស់នៅក្នុងតំបន់ហ្នឹងដែរហើយគាត់បានឃើញក្មេងប្រុសហ្នឹងវាយ Brian ទៀត Marie បាននិយាយបន្ថែមទៀតថាខ្ញុំចាំបានថាខ្ញុំឃើញក្មេងប្រុសហ្នឹងយកស្មៅយកទៅរុំហើយយកទៅគ្របពីលើ Brian ហើយគាត់ក៏មានកន្ត្រៃទៀតផង Marie បានបន្តនិយាយទៀតថាខ្ញុំបានឃើញគាត់ព្យាយាមយកកន្ត្រៃហ្នឹងទៅកាត់កន្ទុយឆ្មាតែមានបញ្ហាមួយគឺជើងរបស់គាត់ត្រូវបានបាក់
ប៉ុន្តែតាមរយៈការផ្ដល់ចម្លើយបច្ចេកបញ្ចូលរបស់ Marie ហ្នឹងគឺបាននាំទុកឲ្យខ្លួនឯងអ្នកសួរចម្លើយឈ្មោះលោក James Dobson ក៏ដឹងថា Marie គឺជាឃាតករតាមរយៈចម្លើយនិងពាក្យបច្ចេកបញ្ចូលដែល Marie បានបន្ថែមនឹងឯងព្រោះថាមានតែប៉ូលីសទេដែលដឹងពីរឿងដែលមានកន្ត្រៃខូចនៅកន្លែងកើតហេតុហើយលើសពីនឹងទៅទៀតក្មេងប្រុសអាយុ8ឆ្នាំម្នាក់ដែល Marie បានចោទប្រកាន់ហ្នឹងគាត់អត់បាននៅកន្លែងកើតហេតុអត់បាននៅក្នុងតំបន់ហ្នឹងទេនៅថ្ងៃដែលកើតហេតុហ្នឹងបន្ទាប់ពីការសាកសួរទៅកាន់ក្មេងប្រុសអាយុ8ឆ្នាំហ្នឹងហើយនឹងក្រុមគ្រួសាររបស់គាត់ត្រូវបានបញ្ជាក់ថាក្មេងប្រុសហ្នឹងនៅថ្ងៃកើតហេតុគាត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Newcastle ដែលវាមានទីតាំងនៅឆ្ងាយពីកន្លែងកើតហេតុបន្ទាប់ពីនោះរយៈពេល2ថ្ងៃក្រោយមកគឺនៅរសៀលថ្ងៃទី4ខែសីហាឪពុកម្ដាយរបស់ Marie Bell បានតាក់ទងទៅកាន់ប៉ូលីសដោយបញ្ជាក់ប្រាប់ប៉ូលីសថាកូនស្រីរបស់គាត់មានរឿងចង់សារភាពតាក់ទងទៅនឹងអំពីការស្លាប់របស់ Brian Howeហើយ Norma ក៏បានប្រាប់ទៅកាន់អ្នកស៊ើបអង្កេតឈ្មោះ James Dobson ថា Marie បាននាំនាងទៅចំណុចនោះហើយ Marie ក៏បានបង្ហាញសពឬក៏រាងកាយរបស់ Brian Marie ថែមទាំងបានប្រាប់នាងពីរបៀបដែល Marie ច្បាច់ក Brian ទៀតហើយ Norma បានប្រាប់ទៅកាន់អ្នកស៊ើបអង្កេតថា Marie សារភាពនៅចំពោះមុខគាត់ថា Marie ពិតជាសប្បាយរំភើបហើយរីករាយនៅពេលដែលគាត់បានច្បាច់កក្មេងប្រុសម្នាក់នឹងខ្លាំងណាស់ហើយ Marie បាននិយាយប្រាប់ Norma ទៀតថា Marie បានយកឡាមយកទៅឆូតធ្វើឲ្យមានស្នាមនៅលើពោះរបស់ Brian ហើយឡាមដែលបានប្រើនោះគឺ Marie លាក់នៅកន្លែងកាត់ហេតុជាមួយនឹងកន្ត្រៃដែលខូចហើយ Norma ក៏បាននាំប៉ូលីសទៅកន្លែងលាក់ឡាមនៅឯកន្លែងកាត់ហេតុមួយវិញទៀត Norma បានគូគំនូរពាក់ព័ន្ធជាមួយនឹងស្នាមដែលមាននៅលើពោះរបស់ Brian ហើយគំនូរដែលគាត់គូនោះគឺវាត្រូវគ្នាជាមួយនឹងការពិពណ៌នារបស់អ្នកធ្វើកសោវិច័យនៅលើសាកសពរបស់ Brian នៅព្រឹកស្អែកឡើងគឺនៅថ្ងៃទី5ខែសីហា Marie ត្រូវបានប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងការបំភ្លឺខុសគ្នាជាមួយនឹង Norma ហើយនៅថ្ងៃហ្នឹង Marie ថែមទាំងបាននិយាយទៅកាន់អ្នកស៊ើបអង្កេតទៀតថាគាត់នឹងរកមេធាវីដើម្បីយកគាត់ចេញពីរឿងហ្នឹងក្រោយមក Norma ត្រូវបានគេសាកសួរចម្លើយម្ដងទៀតហើយគាត់ក៏បានសារភាពថាគាត់ទទួលស្គាល់ថាគាត់មានវត្តមាននៅពេលដែល Marie ច្បាច់ក Brian Norma បាននិយាយថាគាត់ឃើញ Marie ស្វាយចិត្តហើយសើចបន្ទាប់មកគាត់ក៏ហុញ Brian ចូលទៅក្នុងស្មៅហើយក៏ព្យាយាមច្បាច់ក Brian តែម្ដងនៅពេលដែល Norma គាត់ឃើញអញ្ចឹងគាត់បានរត់ចេញពីកន្លែងកាត់ហេតុអញ្ចឹងនៅកន្លែងកាត់ហេតុហ្នឹងគឺនៅសល់តែ Marie ជាមួយនឹង Brian តែ2នាក់ទេចំណែកឯខាងកសោវិច័យវិញនៅពេលដែលគេត្រួតពិនិត្យតសៃអំបោះដែលបន្សល់ទុកនៅលើសាកសពរបស់ Brian ហ្នឹងត្រូវបានផ្គូផ្គងថាតសៃអំបោះមួយគឺជាអាវហូមជាមរបស់ Marie ហើយតសៃអំបោះមួយទៀតគឺជាសពុតរបស់ Norma ហើយលើសពីនឹងទៅទៀតតសៃអំបោះពណ៌ប្រផេះដែលជាសម្លៀកបំពាក់របស់ Marie ហ្នឹងក៏ត្រូវបានរកឃើញនៅលើរាងកាយសាកសពរបស់ Martin Brown ផងដែររហូតមកដល់ថ្ងៃទី7ខែសីហាគឺជាថ្ងៃដែលគេបញ្ចុះសពរបស់ Brian ខណៈពេលដែលគេកំពុងតែលើកមឈូសរបស់ Brian ទៅកន្លែងទីបញ្ចុះសពហ្នឹងមានប៉ូលីសម្នាក់គាត់ឈរសង្កេតទៅមើល Marie គាត់ឃើញថា Marie ឈរនៅខាងក្រៅផ្ទះហើយសើចគាត់សើចហើយយកដៃរបស់គាត់ទៅដោះគ្នាទៀតពេលហ្នឹងប៉ូលីសម្នាក់ហ្នឹងគឺគាត់គិតថា Marie គឺជាក្មេងម្នាក់ដែលគ្រោះថ្នាក់ខ្លាំងមែនទែនគាត់នឹកក្នុងចិត្តថាគាត់ធ្វើមិនក៏ដោយត្រូវតែចាប់ Marie ដើម្បីផ្ដន្ទាទោសឲ្យទាល់តែបាននៅទីបំផុត Marie ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មទៅលើ Brian Howe ហើយនៅពេលដែល Marie ក៏ទទួលបាននូវពាក្យចោទប្រកាន់ចឹងហើយគាត់បានឆ្លើយតបទៅគេវិញថាសម្រាប់ខ្ញុំអត់អីទេប៉ុន្តែ Marie បានបំភ្លឺប្រឆាំងជាមួយនឹង Norma វិញថាគាត់ពិតជាមានវត្តមាននៅក្នុងករណីរបស់ Brian មែនប៉ុន្តែគាត់មិនមែនជាអ្នកសម្លាប់ Brian ទេគឺ Norma ជាអ្នកច្បាច់ក Brian ហើយ Norma ក៏ជាអ្នកដែលនាំអាតឲ្យលួចចូលក្នុងផ្ទះបន្ទោះកូនឈើដែរបន្ទាប់មកទៀតលទ្ធផលនៃការធ្វើតេស្តផ្លូវចិត្តបានបង្ហាញថា Norma មានបញ្ហាខាងបញ្ញាគឺស្មារតីបញ្ញារបស់ Norma មានការគិតយឺតយ៉ាវជាងអាយុរបស់គាត់ដល់ទៅជាង2ឆ្នាំ Norma គឺជាតួអង្គដែលងាយស្រួលចោះចូលងាយនឹងបង្ហាញអារម្មណ៍របស់គាត់ចំណែកឯ Marie វិញគឺជាតួអង្គដែលឆ្លៀវឆ្លាតប៉ុន្តែមានល្បិចកិច្ចកលងាយនឹងផ្លាស់ប្ដូរអារម្មណ៍ភ្លាមៗផងដែរពួកគាត់ទាំងពីរនាក់ត្រូវបានវាយតម្លៃដោយគ្រូពេទ្យវិកលចរិតចំនួនដល់ទៅ4នាក់ហើយគ្រូពេទ្យវិកលចរិតទាំង4នាក់បានសន្និដ្ឋានថាទោះបីជា Marie គាត់អត់មានជំងឺផ្លូវចិត្តក៏ដោយប៉ុន្តែគាត់ក៏ទទួលរងពីជំងឺផ្លូវចិត្តដែរឥឡូវយើងក៏លេចមើលទៅកាន់ការកាត់ទោសវិញម្ដងចំពោះ Marie ហើយនិង Norma គឺគាត់មានអ្នកការពារក្តីខ្លួនគាត់ទាំងពីរនាក់ទៅលើករណីឃាតកម្មរបស់ Martin Brown ហើយនិង Brian Howe ការកាត់ក្តីលើកទី1ត្រូវបានធ្វើឡើងនៅថ្ងៃទី5ខែធ្នូឆ្នាំ1968ដោយសារតែអាយុពួកគាត់នៅតិចស្ថិតនៅក្នុងលំដាប់ជាអនិច្ចជននៅឡើយអញ្ចឹងពួកគាត់ត្រូវបានកាត់ក្តីថាអត់ជាប់មានទោសទេហើយការកាត់ក្តីដែលអត់ឲ្យជនល្មើសជាប់មានទោសវាជាភាពអយុត្តិធម៌សម្រាប់ជនរងគ្រោះខ្លាំងមែនទែនបន្ទាប់មកក៏មានការ
តវ៉ាឲ្យបើកសំណុំរឿងនឹងសារឡើងវិញដោយអ្នកតវ៉ាក្តីបានលើកឡើងអំពីភាពសាហាវឃោរឃៅការតាំងចិត្តការប៉ុនប៉ងនៃការសម្លាប់ហើយនឹងក្តីរំភើបរីករាយដែលជនល្មើសបានធ្វើនៅពេលដែលគាត់ប្រព្រឹត្តឃាតកម្មអញ្ចឹងហើយគឺពួកគេត្រូវតែទាមទារឲ្យមានការកាត់ទោសចំពោះជនល្មើសហើយពួកគេក៏ចាប់ផ្ដើមបើកការសាកសួរម្ដងទៀតគឺនៅថ្ងៃទី12ខែធ្នូដោយ Norma ព្យាយាមបដិសេធគ្រប់យ៉ាងទាំងអស់ហើយទម្លាក់កំហុសទៅឲ្យ Marie តែម្នាក់ឯងដោយនិយាយថានាងមិនដែលសំបីតែប៉ះពាល់ទៅលើកុមារទាំងអស់នឹងសោះនិង Marie ត្រូវបានធ្វើការបំភ្លឺម្ដងទៀតនៅថ្ងៃទី13ខែធ្នូហើយ Marie ក៏បានបដិសេធអត់ព្រមទទួលការចោទប្រកាន់នឹងដែរគឺ Marie បានបដិសេធរាល់ពាក្យចោទប្រកាន់របស់សហចុងចោទដោយទទូចថាទោះបីជានាងជាអ្នកឃើញសាកសពរបស់ Martin Brown ក៏ពិតមែនប៉ុន្តែនាងអត់បានធ្វើទេដោយបាននិយាយថាអ្នកដែលច្បាច់កសម្រាប់ Martin Brown គឺជា Norma Marie បានបន្ថែមថានាងអាចដឹងពីកម្រិតកម្លាំងដែល Norma ច្បាច់កបានដោយសារតែចុងម្រាមដៃហើយនិងកញ្ចក់ដៃរបស់Norma ប្រែក្លាយទៅជាពណ៌សរហូតមកដល់ការកាត់ក្តីជាលើកទី2ហើយក៏ Marie និង Norma ព្យាយាមរុញទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកនៅតែអត់ព្រមទទួលស្គាល់កំហុសរបស់ពួកគាត់ដែរប៉ុន្តែត្រង់ចំណុចនេះ Marie ត្រូវបានគេចាប់កំហុសរបស់គាត់បានម្ដងទៀតដោយសារតែ Marie ធ្លាប់និយាយប្រាប់ទៅកាន់ Norma ពីរបៀបដែលគាត់ច្រវាច់ករបៀបដែលគាត់សម្លាប់ Martin Brown ដល់ពេលដែលប៉ូលីសសួរគាត់ថាគាត់អត់បានប៉ះពាល់ទេគាត់មិនមែនជាអ្នកសម្លាប់ទេតែនៅចុងក្រោយគាត់បានសារភាពថាគាត់ពិតជាបាននិយាយពាក្យទាំងអស់ហ្នឹងប្រាប់ទៅកាន់ Norma ពិតមែនហើយម្ដាយរបស់ Norma ក៏បានបំភ្លឺប្រាប់ទៅកាន់ប៉ូលីសដែរថាប្រហែលខែមុនពេលដែល Brian ស្លាប់គាត់ហើយនឹងប្តីគាត់បានឃើញ Marie ព្យាយាមច្រវាច់កប្អូនស្រីរបស់ Norma ឈ្មោះ Susan ហើយនៅពេលដែលគាត់ពីអ្នកប្តីប្រពន្ធនឹងគាត់ឃើញអញ្ចឹងគាត់ក៏ស្ទុះចូលមកហើយប្តីគាត់នឹងបានដាល់ Marie មួយដៃចំស្មារបស់ Marieបន្ទាប់ពីការសង្កេតការបំភ្លឺនិងការវិនិច្ឆ័យដ៏ស្មុគស្មាញជាច្រើនដំណាក់កាលមេធាវីការពារក្តីរបស់ Marie បានផ្ដល់សក្ខីកម្មថាគាត់បានជួបសម្ភាសជាមួយនឹង Marie ច្រើនដងហើយមុនពេលដែលធ្វើការកាត់ក្តីអញ្ចឹងគាត់បានឃើញភាពច្បាស់លាស់អំពី Marie ថា Marie គឺមានជំងឺបុគ្គលិកលក្ខណៈធ្ងន់ធ្ងរនិងបានចាត់ថ្នាក់ថាគឺជាការវិវត្តយឺតយ៉ាវនៃផ្លូវចិត្តគាត់បានបន្ថែមទៀតថាកត្តានេះបានបង្កឡើងដោយសារតែកត្តាសែននិងកត្តាបរិស្ថានហើយថាភាពខុសប្រក្រតីនេះហើយដែលបានធ្វើឲ្យ Marie ក្លាយទៅជាមនុស្សដែលគ្មានទំនួលខុសត្រូវលើទង្វើរបស់ខ្លួនឯងដែលបានធ្វើ The two girls were very different in personality. Mary very bright and sharp and could answer back to the council when they questioned her. She could make quite witty little remarks. The other girl was not as bright and I think was completely overawed by the setting, and in a sense the court almost separated the two and said, therefore the bright one must have done it and the duller one probably did. មួយវិញទៀតគេក៏បានវិភាគទៅលើកំណត់ត្រាដែលពួកគាត់ទាំងពីរនាក់បានទៅសេហើយបន្សល់ទុកនៅក្នុងផ្ទះបដោះកូនឈើដែរគេបានវិភាគទៅលើកំណត់ត្រារបស់ Norma ដែលបានទៅសេថាវាគ្រាន់តែជាការសម័យរបស់ក្មេងៗទេប៉ុន្តែនៅពេលដែលគេវិភាគទៅលើកំណត់ត្រារបស់ Marie វិញគេបានសន្និដ្ឋានថា Marie គឺទៅសេឡើងដើម្បីតាក់ទាញទាមទារចំណាប់អារម្មណ៍ហើយគេបានវិភាគទៅលើ Marie មួយទៀតថា Marie គឺជាបុគ្គលដែលមានភាពខ្វះវិបដិសារីបានន័យថាទោះបីជាគាត់ធ្វើអីខុសខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់អត់មានទទួលបានអារម្មណ៍នៃការដឹងខុសដែរហើយចុងក្រោយបំផុតនៃការផ្ដន្ទាទោស Marie ត្រូវបានកាត់ទោសនៅថ្ងៃទី19ខែធ្នូពីបទឃាតកម្មទៅលើក្មេងប្រុសទាំងពីរនាក់គឺ Martin Brown ហើយនិង Brian Howe នៅក្រោមហេតុផលនៃភាពមិនទទួលខុសត្រូវរបស់ Marie នៅថ្ងៃដែលកាត់ទោស Marie មានអាយុត្រឹមតែ11ឆ្នាំ6ខែទេដែលបានធ្វើឲ្យនាងក្លាយទៅជាឃាតករនារីវ័យក្មេងបំផុតរបស់ចក្រភពអង់គ្លេសហើយស្ថិតិហ្នឹងគឺជាស្ថិតិដែលមានរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងចំណែកឯ Norma វិញគឺត្រូវបានរួចផុតពីការចោទប្រកាន់ទាំងអស់គ្រាន់តែលើសេចក្តីប្រកាសភ្លាម Norma ទះដៃហើយរំភើបជាមួយនឹងសេចក្តីប្រកាសនឹងខ្លាំងមែនទែនចំណែក Marie វិញបានធ្វើតែយំហើយម្ដាយហើយនិងសាច់ញាតិរបស់ Marie ក៏យំនៅក្នុងពេលនោះដែរនៅអត់ទាន់ចាប់ធំនឹងទេជីវិតរបស់ Marie នៅតែបន្តជួបរឿងជួសជុលនៅពេលដែលគាត់ជាប់ពន្ធនាគារបន្ថែមទៀតនៅក្នុងអំឡុងពេលដែល Marie ជាប់ឃុំឃាំង Marie ត្រូវបានគេផ្លាស់ប្ដូរទីកន្លែងឃុំឃាំងផ្សេងៗគ្នាចំនួនដល់ទៅ7កន្លែងផ្សេងៗគ្នាកាលពីដើមឆ្នាំ1969 Marie ត្រូវបានគេផ្ទេរទៅទីតាំងមួយដែលមានឈ្មោះថា Red Bank Secure Unit វាគឺជាស្ថាប័នពិរុទ្ធជនវ័យក្មេងនៅទីក្រុង Newton រដ្ឋ Merseyside នៅកន្លែងនោះគឺជាកន្លែងឃុំខ្លួនរបស់អ្នកទោសចំនួន24នាក់ហើយនៅក្នុងចំណោម24នាក់ហ្នឹងគឺមានតែ Marie ម្នាក់គត់ដែលជាមនុស្សស្រីហើយនៅកន្លែងឃុំឃាំងមួយហ្នឹង Marie បានអះអាងថា Marie ត្រូវបានគេរំលោភបំពានផ្លូវភេទដោយសមាជិកបុគ្គលិកនៅកន្លែងហ្នឹងហើយនឹងអ្នកទោសប្រុសៗមួយចំនួនផ្សេងទៀតក៏បានរំលោភបំពានផ្លូវភេទទៅលើ Marie ដែរ
ពួកគេបានចាប់ផ្ដើមធ្វើរឿងនឹងទៅលើម៉ារីគឺចាប់តាំងពីពេលដែលម៉ារីមានអាយុ13ឆ្នាំហើយដោយសារតែរឿងហ្នឹងម៉ារីបានដាក់ពាក្យប្តឹងសូមឲ្យមានការដោះលែងខ្លួនគាត់ដោយជោគជ័យនៅក្នុងអំឡុងពេលដែលជាប់ឃុំហ្នឹងម៉ារីក៏ធ្លាប់បានលួចហត់ចេញបានម្ដងដែរនៅពេលដែលលួចហត់ចេញពីកន្លែងឃុំឃាំងហ្នឹងហើយម៉ារីបានផ្លាស់ប្ដូរពណ៌សក់ហើយនឹងផ្លាស់ប្ដូរឈ្មោះក្លែងបន្លំឈ្មោះដើម្បីលាក់បាំងអត្តសញ្ញាណរបស់ខ្លួនឯងម៉ារីលាបពណ៌សក់ពណ៌ទង់ដែងហើយនឹងបានផ្លាស់ប្ដូរឈ្មោះខ្លួនឯងឲ្យទៅជា Marie Robinson ប៉ុន្តែម៉ារីរត់គេចខ្លួនបានត្រឹមតែប្រហែលថ្ងៃទេត្រូវបានគេចាប់ខ្លួនបានហើយបញ្ជូនទៅកន្លែងឃុំឃាំងវិញនៅថ្ងៃទី13ខែកញ្ញាឆ្នាំ1977រំលងបានរយៈពេល2ឆ្នាំក្រោយមកម៉ារីក៏ត្រូវបានគេរៀបចំសំណុំឯកសារធៀមដើម្បីដោះលែងគាត់ឲ្យចេញពីការឃុំឃាំងចូលមករស់នៅក្នុងសង្គមខាងក្រៅវិញដែរហើយមុនពេលដែលគេដោះលែងឲ្យមានសេរីភាពវិញហ្នឹងក៏គេមានជីវៈបដោះបដាលឲ្យម៉ារីហ៊ានផ្នែកខាងលេខាដែរមួយឆ្នាំមុនពេលដែលម៉ារីត្រូវបានដោះលែងគេបានបញ្ជូនម៉ារីឲ្យទៅធ្វើការជាលេខាហើយនឹងជាអ្នកហត់តុកនៅហាងកាហ្វេដើម្បីឲ្យគាត់មានជំនាញមានការងារធ្វើបន្ទាប់ពីចេញពីគុកមកវិញទីបំផុតម៉ារីត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងអាយុ23ឆ្នាំក្នុងខែឧសភាឆ្នាំ1980ដោយជាប់ឃុំឃាំងអស់រយៈពេលជិត11ឆ្នាំកន្លះបន្ទាប់ពីបានចេញពីពន្ធនាគារហើយក៏នៅតែអត់ទាន់ចប់ដែរម៉ារីត្រូវបានក្រុមអ្នកសារព័ត៌មានមួយចំនួននៅតែតាមស្វែងរកតាមប្រមាញ់គាត់ហើយជជែកដេញដោលរឿងឃាតកម្មដែលគាត់បានប្រព្រឹត្តនឹងធ្វើឲ្យជីវិតរបស់ម៉ារីវឹកវរអត់ស្ងប់សុខទេហើយខាងតុលាការបានចេញដីកាឲ្យម៉ារីគឺជាជនអនាមិកគឺឲ្យគាត់មានសិទ្ធិនៅក្នុងការផ្លាស់ប្ដូរឈ្មោះផ្លាស់ប្ដូរទីលំនៅហើយមានសិទ្ធិនៅក្នុងការមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួនឯងទៅកាន់អ្នកដទៃគឺគាត់មានសិទ្ធិនៅក្នុងការរក្សាអត្ថកម្បាំងและបាំងអតីតកាលរបស់ខ្លួនឯងបន្ទាប់ពីការដោះលែងឲ្យមានសេរីភាពរយៈពេល4ឆ្នាំក្រោយម៉ារីក៏បង្កើតបានកូនស្រីម្នាក់កូនស្រីរបស់គាត់នឹងអត់បានដឹងពីអតីតកាលរបស់គាត់ទេប៉ុន្តែមានថ្ងៃមួយអ្នកសារព័ត៌មានបានស្វែងរកម៉ារីបានរកឃើញពីកន្លែងស្នាក់នៅរបស់គាត់ជីកកកកាយអុកឡុកជីវិតរបស់ម៉ារីសាជាថ្មីឡើងមកវិញក្នុងអំឡុងពេលហ្នឹងកូនស្រីរបស់ម៉ារីមានអាយុ14ឆ្នាំទាំងម៉ារីហើយនិងកូនស្រីត្រូវបានចាក់ចេញពីផ្ទះរបស់គាត់ទៅលាក់ខ្លួននៅផ្ទះសុវត្ថិភាពមួយកន្លែងដែលត្រូវបានរៀបចំដោយមន្ត្រីសមត្ថកិច្ចហើយនៅក្នុងឆ្នាំ2003ម៉ារីបានឈ្នះការតវ៉ាក្តីដោយឯតុលាការជាន់ខ្ពស់ដើម្បីស្នើសុំមិនបញ្ចេញឈ្មោះផ្ទាល់ខ្លួនហើយនៅកូនស្រីរបស់គាត់ពេញមួយជីវិតឬក៏ភាសាផ្លូវការមួយទៀតគេហៅថាជនអនាមិកពេញមួយជីវិតរហូតមកដល់ឆ្នាំ2009ម៉ារីក៏មានចៅស្រីម្នាក់ទៀតហើយចៅស្រីរបស់ម៉ារីហ្នឹងក៏ត្រូវបានបញ្ចូលឈ្មោះនៅក្នុងបញ្ជីអនាមិកនឹងដែរដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគាត់ហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះកូនស្រីរបស់ម៉ារីហើយនិងចៅស្រីរបស់ម៉ារីគឺអត់ត្រូវបានមានអ្នកស្គាល់ទេហើយនៅក្នុងឆ្នាំ1998ម៉ារីបានសហការជាមួយនឹងអ្នកនិពន្ធដើម្បីបង្ហាញពីជីវិតរបស់នាងមុននិងក្រោយពេលឧក្រិដ្ឋកម្មរបស់នាងហើយអ្នកនិពន្ធសភៅបានសរសេរអំពីជីវប្រវត្តិរបស់ម៉ារីដោយដាក់ចំណងជើងថា The Story of Maribelនៅក្នុងសភៅនោះម៉ារីបានរៀបរាប់លម្អិតអំពីការរំលោភបំពានផ្លូវភេទការពីកុមារភាពរបស់ម៉ារីដែលស្ថិតនៅក្នុងកណ្ដាប់ដៃម្ដាយដ៏ព្រៃផ្សៃរបស់គាត់ដែលជាស្ត្រីពេទ្យាជាមួយនឹងអតិថិជនរបស់ម្ដាយនាងជាច្រើនអ្នកទៀតចំណែកទីតាំងហើយនឹងកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ម៉ារីគឺត្រូវបានលាក់បាំងនិងការពារដោយតុលាការកំពូលនៅក្នុងឆ្នាំ2003ដំណើរជីវិតរបស់ម៉ារីក៏ត្រូវបានគេចងក្រងទៅជាឯកសារដើម្បីបោះពុម្ពហើយនឹងចាក់ផ្សាយនៅតាមប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗនៅក្នុងចំនួននឹងជាច្រើនដែរឥឡូវបងអ្នកទាំងអស់គ្នាក៏លេចមើលថយក្រោយអំពីជីវិតកុមារភាពរបស់ម៉ារីវិញអ្នកទាំងអស់គ្នាប្រកាសជាដឹងពីមូលហេតុនៅពីក្រោយខ្នងដែលធ្វើឲ្យក្មេងស្រីដែលមានអាយុត្រឹមតែ11ឆ្នាំបានក្លាយទៅជាឃាតករសម្រាប់កុមារទូចៗដល់ទៅ2នាក់សម្រាប់ខ្ញុំផ្ទាល់ក៏សោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ក្មេងប្រុសទាំង2នាក់ដែលជាជនរងគ្រោះហើយពួកគាត់ទូចៗខ្លាំងមែនទែនអាយុត្រឹមតែ3ឆ្នាំហើយនិង4ឆ្នាំគឺជាក្មេងដែលកំពុងតែពេញស្រឡាញ់នៅពេលនោះមិនដឹងថាឪពុកម្ដាយគាត់ក្រំគ្រាចិត្តប៉ុណ្ណាទេប៉ុន្តែខ្ញុំក៏អាណិតទៅលើម៉ារីដែរមិនមែនអាណិតទៅលើទង្វើដែលគាត់បានធ្វើនឹងទេប៉ុន្តែគឺអាណិតទៅលើរឿងរ៉ាវទាំងអស់ដែលគាត់បានជួបតាំងពីពេលដែលគាត់កើតមកម្លេះវាជារឿងមួយដែលសាហាវហើយធ្ងន់ធ្ងរខ្លាំងមែនទែនសម្រាប់ក្មេងតូចដូចជាម៉ារីដែលម៉ារីបានជួបរឿងរ៉ាវជាច្រើនមានទាំងការព្យាយាមសម្លាប់ពីម្ដាយរបស់ខ្លួនឯងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមានទាំងការបង្ខំឲ្យមានការរំលោភបំពានផ្លូវភេទពីម្ដាយរបស់ខ្លួនឯងហើយមានតាំងពីម្ដាយរបស់ខ្លួននឹងយកទៅលក់ឲ្យអ្នកដទៃទៀតហើយនេះគឺជាចំណុចធំៗដែលយើងបានដឹងចុះនៅចំណុចទូចៗដែលយើងអត់បានដឹងពីជីវិតរបស់ម៉ារីហើយបើជួបរឿងច្រើនម្លឹងហើយបើថាម៉ារីមិនបែកសតិអារ
រម្មណ៍មិនកើតជំងឺផ្លូវចិត្តមិនមានជំងឺបុគ្គលិកលក្ខណៈហើយនឹងការប្រែប្រួលអារម្មណ៍ភ្លាមៗទេអាហ្នឹងទើបជារឿងចម្លែកហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូរបស់ខ្ញុំនេះមានអ្នកខ្លះក៏មានគ្រួសារមានកូនហើយអ្នកខ្លះក៏នៅលាវដែរខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរៀនសូត្រពីកំហុសឆ្គងនៅក្នុងសាច់រឿងរបស់ម៉ារីនេះបានគឺកំហុសឆ្គងនៃការយកចិត្តទុកដាក់ការមើលថែហើយនឹងការថែទាំផ្លូវចិត្តរបស់កូនមិនថាបងប្អូនទាំងអស់គ្នាដែលមានកូនហើយក៏ដោយឬក៏បងប្អូនដែលមិនទាន់មានគ្រួសារក៏អាចយកវាទៅគិតសម្រាប់ជាមេរៀនជីវិតរបស់យើងនៅថ្ងៃខាងមុខទៀតខ្ញុំហ៊ាននិយាយពេញមាត់ថាកុមារភាពរបស់មនុស្សម្នាក់ៗគឺសំខាន់ខ្លាំងបំផុតបើសិនជាកុមារភាពរបស់គាត់ទទួលបានការមើលថែទាំការកក់ក្ដៅក្តីស្រឡាញ់វានឹងជះឥទ្ធិពលល្អទៅថ្ងៃអនាគតរបស់គាត់ប៉ុន្តែបើសិនជាមនុស្សម្នាក់ឆ្លងកាត់នៅកុមារភាពដែលអត់មានការយកចិត្តទុកដាក់ខ្វះក្តីស្រឡាញ់ការវាយដំការប្រើប្រាស់អំពើហិង្សាអីផ្សេងតិចឬច្រើនគឺគង់តែជះឥទ្ធិពលទៅថ្ងៃអនាគតរបស់ពួកគាត់ទេចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរអំពីដំណើរជីវិតរបស់ Maribel បងប្អូនទាំងអស់គ្នាអាចបញ្ចេញជាមតិយោបល់នៅក្នុង comment ខាងក្រោមទាំងអស់គ្នាបានហើយមួយវិញទៀតអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ Norma Bell ដែលជាមិត្តភ័ក្តិរបស់ Marie ដែលគាត់ត្រូវបានកាត់ក្តីថាអត់មានជាប់មានទោសអីទាំងអស់ហើយក៏ត្រូវបានដោះលែងចេញទៅអ្នកទាំងអស់គ្នាជឿថា Norma Bell អាចនឹងជាឃាតករដែរអត់ពីព្រោះថា Maribel អត់ដែលសារភាពអត់ដែលទទួលស្គាល់ថាគាត់គឺជាអ្នកសម្លាប់ក្មេងប្រុសទុយៗទាំងពីរនាក់នឹងទេគឺពួកគាត់ទាំងពីរនាក់ចោទប្រកាន់ដាក់គ្នាទៅវិញទៅមកប៉ុន្តែនៅពេលដែលទទួលបានការកាត់ក្តីគឺមានតែម៉ារីតែម្នាក់ដែលត្រូវបានកាត់ទោសពីបទឃាតកម្មប៉ុន្តែ Norma Bell គឺត្រូវបានកាត់ទោសឲ្យរួចផុតពីបទល្មើសទាំងអស់ហើយថាតើរឿងហ្នឹងយុត្តិធម៌សម្រាប់ម៉ារីដែរអត់ដែលម៉ារីត្រូវទទួលទោសតែម្នាក់ឯងជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តជូនពរអ្នកទាំងអស់គ្នាសំណាងល្អសុខភាពល្អជួបគ្នាវីដេអូក្រោយ